ទេសនាគ្រប់គ្នាជាទីរាប់អានប្រសិនបើយើងយោងទៅតាមព័ត៌មានពីប្រភពប្រទេសថៃបានរៀបរាប់ឲ្យដឹងថាស្ថានភាពនៅព្រំដែនរវាងប្រទេសថៃនិងប្រទេសភូមានេះគឺកាន់តែមានស្ថានភាពធ្ងន់ធ្ងរឡើងទៅហើយដោយកងទ័ពព្រៃក្រមចលនាតស៊ូរំដោះជាតិការ៉េនបានធ្វើការប្រយុទ្ធតតាំងជាមួយនឹងទ័ពរដ្ឋាភិបាលសឹកភូមានោះវាក៏បណ្ដាលឲ្យគ្រាប់កាំភ្លើងតូចធំគ្រាប់បែកបានប្លង់ចូលក្នុងទឹកដីថៃជាហូរហែហើយប្រជាជនថៃរស់នៅតំបន់ព្រំដែននោះគឺរស់នៅមិនសុខសាន្តនោះឡើយដោយព័ត៌មាននៅក្នុងស្រុកថៃដដែលបានរៀបរាប់បន្ថែមថានៅតំបន់ព្រំដែនថៃភូមានោះគឺស្ថិតនៅក្នុងភូមិហុយវងឃុំមហាវ៉ាន់ស្រុកម៉ៃសុតខេត្តតាតរបស់ប្រទេសថៃនេះគឺជាសមរភូមិព្រំដែនដ៏ក្តៅគគុកមួយទៅហើយដោយគ្រាប់អំបែងបែកបានប្លង់ចូលក្នុងភូមិថៃបណ្ដាលឲ្យប្រជាជនថៃរងរបួសធ្ងន់ធ្ងរនិងជិតបាត់បង់ជីវិតទៅហើយវាគឺគ្រាប់កាំភ្លើងសឹកសង្គ្រាមស៊ីវិលពីប្រទេសភូមានេះដោយក្រមជនជាតិភាគតិចការ៉េនបានបាញ់ប្រហារវិទីទៅលើកងទ័ពរដ្ឋាភិបាលសឹករបស់ភូមានោះហើយគ្រាប់សឹកទាំងអស់នោះក៏បានប្លង់ចូលទឹកដីថៃស្ទើរតែគ្រប់សមរភូមិក្តៅទៅហើយរបស់ទ័ពព្រៃជនជាតិភាគតិចការ៉េននិងទ័ពរដ្ឋាភិបាលសឹករបស់ភូមានោះប៉ុន្តែខាងរដ្ឋាភិបាលថៃឯណោះវិញគឺពុំទាន់ឃើញវិធានការណាមួយទប់ស្កាត់គ្រាប់សឹកសង្គ្រាមដែលបាញ់ចូលទឹកដីថៃដោយសេរីនោះឡើយនោះទេគឺកងទ័ពថៃបានត្រឹមតែស្ងៀមស្ងាត់ឈឹងតែម្ដងឬក៏កងទ័ពថៃនេះខ្លាចទ័ពព្រៃរបស់ប្រទេសភូមាឬក៏យ៉ាងណាដោយទ័ពជនជាតិថៃមួយចំនួននេះគ្រាន់តែបាញ់គ្រាប់ផ្សែងតែប៉ុណ្ណោះដើម្បីទុកជាការជូនដំណឹងទៅដល់កងទ័ពព្រៃរបស់ថៃនោះគឺមិនហ៊ានបាញ់កាំភ្លើងគ្រាប់ពិតនោះឡើយ